នៅពេលដែលខ្ញុំបានឃើញទស្សនវិជ្ជាមួយនេះខ្ញុំបានឃើញទៅដល់សំណួររបស់បងប្អូនយើងមួយចំនួនគាត់បានសួរមកក្នុងវីដេអូខ្ញុំថាបើសិនជាក្នុងករណីថាថ្ងៃណាមួយហ្នឹងប្រទេសកម្ពុជាយើងស្ថិតក្នុងកលយុគឬក៏បញ្ហាជាមួយនឹងប្រទេសណាមួយអញ្ចឹងណាតើបងប្អូនអ៊ីស្លាមយើងនៅស្រុកខ្មែរនេះគ្រប់គ្រងប្រទេសមួយណាគ្រប់គ្រងប្រទេសកម្ពុជាឬក៏គ្រប់គ្រងប្រទេសមួយទៀតអញ្ចឹងទៅបើនិយាយតាមត្រង់ទៅបើសិនជាពីមុនពេលដែលខ្ញុំទទួលបានសំណួរបែបអញ្ចឹងគឺខ្ញុំមានអារម្មណ៍មួយថាក្តៅឈួលក្តៅឆេះដែរអញ្ចឹងដោយសារពួកខ្ញុំយល់ថាពួកយើងកើតក្នុងប្រទេសកម្ពុជាស្រាប់អញ្ចឹងយើងគឺជាពលរដ្ឋកម្ពុជាពេញសិទ្ធិហើយអញ្ចឹងបើសិនជាយើងមិនគ្រប់គ្រងប្រទេសកម្ពុជាតែឲ្យយើងគ្រប់គ្រងប្រទេសមួយណាហើយឥឡូវនេះនៅពេលដែលខ្ញុំទទួលបានសំណួរបែបអញ្ចឹងគឺខ្ញុំមានអារម្មណ៍ថាធម្មតាអត់ខឹងអីពួកគាត់ដូចកាលមុនទេដោយសារតែអាចយល់ពីគោលបំណងពួកគាត់បានដោយសារតែពួកគាត់គិតថាភាគច្រើនអ្នកដែលកាន់សាសនាអ៊ីស្លាមនៅប្រទេសកម្ពុជាយើងគឺជាជនជាតិចាមដែលអន្តោប្រវេសន៍ពីប្រទេសចម្ប៉ាចឹងទៅអញ្ចឹងពេលខ្លះពួកគាត់សង្ស័យថាតើអ្នកដែលកាន់សាសនាអ៊ីស្លាមនៅប្រទេសកម្ពុជាយើងនេះយើងស្នេហាជាតិប្រទេសកម្ពុជាឬក៏យើងនៅដកអារម្មណ៍ជាមួយនឹងប្រទេសចម្ប៉ារបស់យើងកាលពីមុនឬក៏យើងនៅតែមិនទាន់ច្បាស់លាស់ជាមួយនឹងអាភិបស្នេហាជាតិរបស់យើងអញ្ចឹងថ្ងៃនេះក្នុងនាមខ្ញុំជាពលរដ្ឋកម្ពុជាមួយរូបដែលជាអ្នកកាន់សាសនាអ៊ីស្លាមខ្ញុំសូមនិយាយជំនួសឲ្យបងប្អូនមូស្លីមយើងផ្សេងទៀតរាប់ពាន់រាប់ម៉ឺនអ្នកដែលបានចូលរួមកម្មវិធីការធ្វើដំណើរថ្មើរជើងឬក៏ Solidarity March គឺខ្ញុំសូមបញ្ជាក់ថាបើទោះបីជាពួកខ្ញុំជាអ្នកកាន់សាសនាអ៊ីស្លាមមានដើមកំណើតមានប្រវត្តិមកពីប្រទេសចម្ប៉ាឬក៏ប្រទេសណាក៏ដោយប៉ុន្តែនៅពេលដែលយើងបានកើតនៅលើទឹកដីកម្ពុជាប្រើប្រាស់ទង់ជាតិកម្ពុជាប្រើប្រាស់ភ្លេងជាតិកម្ពុជាតែមួយគឺបេះដូងពួកខ្ញុំអត់ទទួលស្គាល់ថាប្រទេសណាផ្សេងជាទឹកដីកំណើតរបស់ពួកខ្ញុំទេគឺរាល់សកម្មភាពរាល់មោទនភាពជាតិដែលពួកយើងបានបង្ហាញយើងប្រើប្រាស់ឈ្មោះកម្ពុជាយើងប្រើប្រាស់ទង់ជាតិកម្ពុជាយើងប្រើប្រាស់ភ្លេងជាតិកម្ពុជាដើម្បីតំណាងដើម្បីបង្ហាញថាយើងគឺជាពលរដ្ឋកម្ពុជាមកពីប្រទេសកម្ពុជាហើយនៅពេលដែលយើងទទួលស្គាល់ថាយើងគឺជាពលរដ្ឋកម្ពុជាមិនមែនបានថាយើងត្រូវបដិសេធដើមកំណើតមកពីប្រទេសចម្ប៉ាអីចឹងទេយើងត្រូវទទួលស្គាល់ថាដើមកំណើតជនជាតិចាមនៅប្រទេសកម្ពុជាយើងគឺមកពីប្រទេសចម្ប៉ាប៉ុន្តែដើមកំណើតដែលពួកខ្ញុំបានកើតនៅប្រទេសកម្ពុជានេះបានធ្វើឲ្យពួកខ្ញុំទទួលបានសញ្ជាតិនៅកម្ពុជាជាពលរដ្ឋកម្ពុជាមួយរូបដែលមានសិទ្ធិក្នុងការចូលរួមថែរក្សាមោទនភាពកម្ពុជាក៏ដូចជាបូរណភាពទឹកដីកម្ពុជាទាំងមូលការពិតនេះមិនមែនជាលើកទី1ទេដែលបងប្អូនមូស្លីមយើងក៏ដូចជាខ្ញុំផ្ទាល់បានចូលរួមកម្មវិធីដើម្បីជាតិបែបហ្នឹងគឺតាំងពីដើមមកធ្លាប់មានកម្មវិធីថ្នាក់ជាតិសំខាន់ៗដែលលើកមុខមាត់ប្រទេសកម្ពុជាយើងដូចជាកម្មវិធី SEA Games Paragame កីឡាអន្តរជាតិផ្សេងៗគឺឃើញបងប្អូនមូស្លីមយើងបានចូលរួមហូរហែហើយក៏ទទួលបានមេដាយមាសលើកមុខមាត់ជាតិយើងហូរហែដែរហើយបើសម្រាប់យុវជនមូស្លីមពួកខ្ញុំនេះគឺធ្លាប់បានចូលរួមកម្មវិធីការងារស្ម័គ្រចិត្តជាច្រើនដើម្បីប្រទេសកម្ពុជាយើងដែលផ្ដោតទៅលើវិស័យសុខាភិបាលការអប់រំហើយនិងការថែរក្សាបរិស្ថានជាដើមអញ្ចឹងសរុបមកខ្ញុំចង់បញ្ជាក់ថាជនជាតិចាមនៅប្រទេសកម្ពុជាគឺបានទទួលស្គាល់ថាដើមកំណើតក៏ដូចជាប្រវត្តិសាស្ត្រកាលពីរាប់រយឆ្នាំមុនគឺជនជាតិចាមមានដើមកំណើតពីប្រទេសចម្ប៉ាប៉ុន្តែរឿងហ្នឹងយើងអាចកែប្រែអីបានទេហើយអ្វីដែលយើងគួរតែធ្វើបន្តទៀតនេះគឺការចូលរួមថែរក្សាទឹកដីប្រទេសកម្ពុជាដោយសារតែនេះគឺជាទឹកដីកំណើតដែលយើងធំធាត់នៅនឹងតាមបងសោដាបញ្ជាក់5ថាពួយខ្មែរកើក្រមដែនខ្មែរបុរាណកាងទេឯងតែងលើដំកើងដំកលជាតិយើងចន្ទតុលាជាជាតិច្បងហើយខ្ញុំសូមបញ្ជាក់ថាយុទ្ធនាការដំណើរថ្មើរជើងនេះគឺពុំបានធ្វើឡើងដើម្បីគ្រប់គ្រងទៅលើបកនយោបាយណាមួយទេប៉ុន្តែវាគឺជាកលៈទេសៈមួយដែលប្រជាជនកម្ពុជាមានកំណើតនៅលើទឹកដីកម្ពុជាគឺមកដើម្បីធ្វើការបង្ហាញការរួបរวมសាមគ្គីក្នុងនាមជាប្រជាជនកម្ពុជាតែមួយនិងធ្វើការគ្រប់គ្រងទៅលើបងប្អូនកងទ័ពដែលគាត់បានលះបង់ពេលវេលាអាយុជីវិតដើម្បីធ្វើការការពារទឹកដីកម្ពុជាហើយខ្ញុំជឿថាទាំងខ្ញុំផ្ទាល់ក៏ដូចជាបងប្អូនប្រជាជនកម្ពុជាផ្សេងទៀតគឺយើងមានអារម្មណ៍រំភើបមែនទែនដែលយើងបានឃើញទស្សនវិជ្ជាដ៏កម្រមួយហ្នឹងដែលប្រជាជនកម្ពុជាយើងមកពីគ្រប់មជ្ឈដ្ឋានមកពីគ្រប់ជំនឿសាសនាតែបានមកកន្លែងតែមួយក្នុងគោលបំណងតែមួយដើម្បីបង្ហាញអំពីការរួបរวมសាមគ្គីក្នុងនាមជាប្រជាជនកម្ពុជាតែមួយហើយសង្ឃឹមថាមនសិការស្នេហាជាតិបែបនេះនឹងនៅតែដកជាប់នៅក្នុងបេះដូងប្រជាជនកម្ពុជាយើងគ្រប់គ្នា